វាគឺជាប្រភពនៃការបង្កើតអ្វីសពបែបសពយ៉ាងទាំងអស់រាល់សមិទ្ធផលទាំងអស់ដែលកើតឡើងនៅលើលោកអ្វីដែលយើងអាចធ្វើបានទាំងអស់វាកើតឡើងដោយសារតែធម្មពលរាងកាយរបស់យើងដំណើរការបានក៏ដោយសារតែធម្មពលយើងធ្វើស្រែចម្ការបានក៏ដោយសារតែធម្មពលអាចប្រើត្រាក់ទ័រអាចប្រើឡានអាចប្រើគោក៏សុទ្ធតែធម្មពលទូរស័ព្ទដំណើរការបានសុទ្ធធម្មពលការជឿជាក់ក្នុងខ្លួនវាធ្វើឲ្យយើងមានធម្មពលដើម្បីផលិតនៅផលិតភាពផ្សេងៗផ្ដើមពីធម្មពលក្នុងការជឿជាក់លើខ្លួនឯងហ្នឹងវាធ្វើឲ្យរាងកាយរបស់យើងពោពេញដោយធម្មពលវាធ្វើឲ្យខួរក្បាលរបស់យើងកម្រើកវាធ្វើឲ្យចិត្តរបស់យើងនឹងកម្រើកវាធ្វើឲ្យចិត្តរបស់យើងនឹងមានមហិច្ឆតាវាធ្វើឲ្យចិត្តរបស់យើងចាប់ដើមក្តៅអត់ត្រជាក់អត់ងាប់អត់ស្លាប់អត់ខ្វិនសរសៃសរសុំរបស់យើងគឺល្អហើយវាចាប់ដើមធ្វើឲ្យយើងមានធម្មពលយ៉ាងសុបពេញណានយ៉ាងវាលំហូរចេញមកតាមស្រួលក្នុងការធ្វើអ្វីៗធ្វើបានល្អគិតក៏បានល្អនិយាយក៏បានល្អកាយវិការក៏បានល្អការធ្វើសកម្មភាពក៏បានល្អដើរក៏បានល្អសពបែបសពយ៉ាងតំណែងតំណងក៏បានល្អតែបើអត់មានការជឿជាក់លើខ្លួនឯងវិញបានន័យថាយើងបាត់បង់ធម្មពលណាមួយនៅក្នុងខ្លួនឬក៏យើងបាត់បង់ឬក៏ធម្មពលនោះវាឆ្វេងឆ្វាយវាអត់មានរចនាសម្ព័ន្ធវាបែកខ្ញែកដល់ពេលបែកខ្ញែកចឹងវាអត់មានតលយៈភាពវាអត់មាន balance បើអត់មានតលយៈភាពចឹងសួរថាយើងធ្វើអីកើតយើងធ្វើអីក៏រង្គើដែរមែនទេយើងដើរលើស្ពានបើយើងរក្សាតលយៈភាពយើងបានយើងដើរលើស្ពានទៅវាអត់រង្គើស្ពានហ្នឹងទេអត់ធ្លាក់ទៅលើស្ពានទេអញ្ចឹងបើយើងភ័យញ័រធម្មពលវាចេញមកវិញចេញកញ្ឆក់មកដៃខាងនេះអានេះបាត់ជើងបាត់ហើយណាចុះក៏ធម្មពលបុកមកលើក្បាលចឹងអាការភ័យខ្លាចហ្នឹងបាត់បង់សតិយើងមើលញ័រភ្លុំបើសិនតែគេដាក់ស្ពានគេដាក់ក្តារមកប្រទះនៅលើផែននៅលើដីចឹងយើងដើរទៅមានភ័យអីមែនទេក្តារមកប្រទះប៉ុណ្ណឹងគឺយើងដើរតើបើគេលើក្តារហ្នឹងកាន់តែខ្ពស់ឡើងកន្លះម៉ែត្រយើងដើរទៅភ័យបន្តិចណា1ម៉ែត្រយើងដើរទៅភ័យតិចទៀតណា10ម៉ែត្រឡើងលើដើរបានតែ3ជាតិផ្លុំធម្មពលនឹងវាអត់ balance គឺវារត់បញ្ញាយពេញរាងកាយរបស់យើងធ្វើឲ្យយើងអត់មានតុល្យភាពណាអត់មានតុល្យភាពអត់មានភាពនឹងសុបនឹងធឹងនឹងហើយដែលធ្វើឲ្យយើងបាត់បង់សមត្ថភាពដល់ពេលកាន់តែបាត់បង់សមត្ថភាពកាន់តែអត់ជឿជាក់លើខ្លួនឯងកាន់តែមិនជឿជាក់លើខ្លួនឯងកាន់តែបាត់បង់សមត្ថភាពយូរទៅយើងចោលសក្តានុពលរបស់យើងមិនបានប្រើប្រាស់ទុកចោលដល់ស្នឹមចោលខណៈពេលដែលមនុស្សទាំងអស់គ្នាសុទ្ធតែមានសក្តានុពលរៀងខ្លួនឲ្យតែយើងចិញ្ចឹមបាននៅធម្មពលនៅក្នុងខ្លួនគឺយើងមានសក្តានុពលហើយយើងចិញ្ចឹមធម្មពលនៅក្នុងខ្លួនបានដោយការអីដោយការយល់ឃើញត្រឹមត្រូវរឿងយល់ឃើញត្រឹមត្រូវយ៉ាងម៉េចរឿងយល់ឃើញត្រឹមត្រូវបានន័យថាយើងយល់ថាយើងមានសមត្ថភាពមនុស្សយើងគឺជាសត្វដែលមានចិត្តថ្នាក់ខ្ពស់ដែលមានបញ្ញានៅលើโลกហ្នឹងនៅលើផែនដីហ្នឹងគឺថាវាមានជីវិតពីរប្រភេទជីវិតមួយអត់ចិត្តជីវិតមួយទៀតគឺមានចិត្តជីវិតអត់ចិត្តគឺរុក្ខជាតិជីវិតមានចិត្តគឺសត្វចែកជាពីរទៀតគឺសត្វមានចិត្តថ្នាក់ទាបនិងសត្វដែលមានចិត្តថ្នាក់ខ្ពស់សត្វដែលមានចិត្តថ្នាក់ខ្ពស់គឺមនុស្សយើងនេះយើងទទួលនៅធម្មសញ្ញាយើងទទួលនៅសញ្ញាយើងទទួលបានសញ្ញាហើយយើងពរិការគិតរបស់យើងទៅបានមិនមែនរស់នៅតាមសភាវគតិទេអញ្ចឹងឲ្យយើងយល់ថាយើងពិតជាមានលទ្ធភាពក្នុងការពង្រីកសមត្ថភាពវឹកហាត់កាន់តែខ្លាំងកាន់តែថ្នឹករៀនកាន់តែខ្លាំងកាន់តែភ្លឺគិតកាន់តែខ្លាំងកាន់តែពង្រីកការយល់ដឹងអញ្ចឹងសត្វអត់ទេដើមឈើក៏អត់ដែរមនុស្សយើងគឺវាមានលទ្ធភាពទៅជាអញ្ចឹងយើងមានប្រាជ្ញាអស្ចារ្យគ្មានដែនកំណត់គ្មានអ្នកឥឡូវពិភពលោករីកចម្រើនយ៉ាងណាក៏គេរកមិនឃើញថាមានឧបករណ៍មកកំណត់ទោះជាគេបង្កើតឧបករណ៍ IQ EQ កុំទទួលជឿបើសិនជាយើងទទួលជឿបានន័យថាយើងទទួលថាសក្តានុពលរបស់យើងវាប៉ុណ្ណឹងវាដូចស្វាដែលជាប់នៅក្នុងទ្រុងទទួលស្គាល់ថាខ្លួនឯងលោតបានត្រឹមតែនៅក្នុងទ្រុងហ្នឹងសក្តានុពលរបស់យើងវានៅក្នុងខ្លួនយើងប៉ុន្តែសមត្ថភាពរបស់យើងវាមិនមែនត្រឹមតែខ្លួនយើងនឹងទេវាអាចហែកទ្រុងវាអាចហែកខ្នោះគ្នាបនៃការដាក់ឃុំខ្លួនឯងចេញមកខាងក្រៅធ្វើអ្វីបានទាំងអស់ឲ្យតែស្របច្បាប់ធម្មជាតិ
រឿងមួយហ្នឹងយើងធ្វើមិនបានឲ្យតែវាស្របច្បាប់ធម្មជាតិយើងធ្វើបានស្របច្បាប់ធម្មជាតិគឺយើងធ្វើបានគ្រាន់តែថាពេលខ្លះយើងធ្វើខ្លួនឯងមិនបានយើងត្រូវប្រើគេយើងត្រូវសហការគ្នាយើងត្រូវបង្កើតជាក្រុមយើងត្រូវប្រើវិធីផ្សេងផ្លូវផ្សេងរបៀបផ្សេងយុទ្ធសាស្ត្រផ្សេងក្នុងការធ្វើវាកុំឲ្យធ្វើខ្លួនឯងគ្រប់រឿងកុំឲ្យត្រូវផ្លូវមួយហ្នឹងគ្រប់តែរឿងគ្រប់តែគោលដៅទាំងអស់មានការមើងម៉ាត់មានការបត់បែនទៅតាមកលៈទេសៈតាមពេលវេលាដែលយើងហៅថាការជឿជាក់លើខ្លួនឯងគឺវាអញ្ចឹងជឿជាក់ប្រកបដោយការយល់ដឹងមិនមែនជឿជាក់ត្រឹមតែមាត់ទេណាសមត្ថភាពរបស់យើងត្រូវតែមានការជឿជាក់ទៅតាមអំណាចនៃចិត្តរបស់យើងអំណាចនៃចិត្តរបស់យើងគឺជាធម៌ពលដែលវាចង់ពង្រីកឲ្យយើងមានសមត្ថភាពអីក៏បានឲ្យតែស្របច្បាប់ធម្មជាតិប៉ុន្តែរឿងដែលពាក់ព័ន្ធនឹងអ្នកដតីរឿងដែលពាក់ព័ន្ធទៅនឹងសុវត្ថិភាពរឿងដែលពាក់ព័ន្ធទៅនឹងពិភពលោកបរិយាកាសយើងអត់អាចជឿជាក់បានទេយើងមិនអាចជឿជាក់ថាយើងអាយុ90ឆ្នាំបានស្លាប់យើងមិនអាចជឿជាក់ថាយើងចាស់បានស្លាប់ទេយើងស្លាប់ពេលណាយើងមិនដឹងទេមែនទេដោយអំណាចនៃកម្មរបស់យើងមិនបានដឹងផងដោយឧបទ្ទវហេតុកើតឡើងក៏យើងមិនអាចដឹងបានដែរដូច្នេះហើយបានជាអ្នកមានទាំងឡាយគេតែងតែបង្កើតនៅគេរកមេធាវីមកឬក៏គេចាប់ដើមសរសេរបណ្ដាំមរតកដើម្បីការពារថាបើខ្លួនស្លាប់ទៅចេះអាហ្នឹងយើងត្រូវប្រុងប្រយ័ត្នយើងត្រូវការពារសុវត្ថិភាពខ្លួនឯងគេបបួលទៅណាកុំទៅបើយើងមិនបើមានហានិភ័យប៉ុន្តែរឿងសមត្ថភាពត្រូវជឿជាក់ពីព្រោះសមត្ថភាពវាកើតមកពីធម៌ពលនៃការខិតខំប្រឹងប្រែងឲ្យតែយើងចង់ឲ្យតែយើងខំឲ្យតែយើងមានការយល់ដឹងត្រឹមត្រូវឲ្យតែស្របច្បាប់ធម្មជាតិគឺយើងប្រឹងទៅធ្វើបានណាតោះនេះបាទ